គឺថ្ងៃនេះទូលព្រះបង្គំខ្ញុំប្រកាសណានឹងលើកអំពីអក្សរសាស្ត្រនិងអក្សរសិល្ប៍បន្តនៅក្នុងការពង្រឹងនៃសតិស្មារតីដើម្បីឲ្យយល់អំពីអត្ថន័យព្រះសទ្ធំបង្គំ3នៃត្រៃរកកំណត់ទុកនៅក្នុងអក្សរទេពពាក្យថាអក្សរទេពគឺជាសុភាវៈដែលមិនចេះរីងស្ងួតទោះរវើករបស់ធម្មជាតិដែលបង្កើតនៅក្នុងអក្សរព្យញ្ជនៈវិយកវចរំភពផែនដែនអវតាការៈធោយល់យកប្រកបទៅតាមសូរស័ក្តិសូរសៀងសំនៀងទៅតាមបែបបទដែលប្រកបបានដោយមានសំឡេងតូចនិងសំឡេងធំប្រជុំ3នៃត្រៃរកកំណត់ទុកឲ្យស្គាល់ទីបខ្ពស់នឹងការយល់យកប្រកបនៅក្នុងបាពហុបៈឯកវចនៈនៃអក្សរទេពដែលជាអក្សរសិល្ប៍ប្រកបកំណត់បាននៅក្នុងដែនមគធៈដែលជាទីស្ថានដែលបានមកអំពីកម្ពុជាឆរិយៈព្រះមហានគរអក្សរធោយល់យកប្រកបទៅតាមហេតុនិងផលដែលបានផ្ដល់នៅអត្តសញ្ញាណបានជាអត្តសញ្ញាណដែលមាននៅក្នុងពិភពនៃឆរិយៈដូច្នេះនេះជាអន្តរការដែលកូនចៅផៅសន្តានព្រេងលៀនបានស្គាល់នៃអក្សរទេពដូច្នេះទូព្រះបង្គំខ្ញុំព្រះករណានឹងលើកអំពីប្រធានបទកំណត់នៅក្នុងអតិពិសោដើម្បីលើកយកនៅក្នុងអត្ថន័យនិងខ្លឹមសារដែលបានចារទុកនៅក្នុងប្រវត្តិសាស្ត្រនៅក្នុងប្រធានបទដែលបានកំណត់នៅក្នុងភាសាបាលីសេចក្តីអន្តយល់យកប្រកបនៅក្នុងការបំបែកនៃអក្សរធោដែលមានពាក្យថាទស្សៈហៅថាទិសៈសូគឺជាបាលីសេចក្តីអធិប្បាយបរិយាយអំពីការបំបែកចេញអំពីត្រៃលក្ខណ៍រក្សាអំពីសំណេរសំនៀងដើមដែលមាននៅក្នុងឯកតៈឯកវចនៈព្យញ្ជនៈទាំង33នៃអក្សរធោយល់យកប្រកបអង្គាយសេចក្តីឲ្យមានអត្ថន័យជាឲ្យរស់នៃធម្មជាតិដែលបានត្រូវទទួលស្គាល់អំពីបាពហុបៈឯកវចនៈនៃពុទ្ធរតនៈនៃអតីតបច្ចុប្បន្ននិងអនាគតដូច្នេះនៅក្នុងមេដាននៃអតិពិសោទូលព្រះបង្គំខ្ញុំព្រះករណាសូមលើកអំពីហេតុគឺមានអសង្វិសលោពុសពុភៈអសង្វិសលោពុសពុភៈមានសេចក្តីអន្តយល់យកប្រកបនៅក្នុងបាពហុបៈឯកវចនៈនៃព្យញ្ជនៈអក្សរធោប្រកបអង្គាយសេចក្តីឲ្យលោកទាំងឡាយបានដឹងនិងបានច្បាស់រាល់នៃភាសាឥឡូវទូព្រះបង្គំខ្ញុំប្រកាសណាលើកអំពីអក្សរអមួយដើម្បីងាយស្រួលនឹងការបរិយាតំណាងឲ្យក្នុងដែលនៃមគ្គធៈរក្សាឯកតៈឯកវចនៈអក្សរធោគឺមានន័យថាអរហង្គបំបែកនៅក្នុងសូរបច្ចុប្បន្នដែលចេញអំពីភាសាមគ្គធៈរក្សាព្រះពុទ្ធសាសនាជាអតីតហៅថាពុទ្ធសករាជឥឡូវទូព្រះបង្គំខ្ញុំព្រះករណាអម្ចាស់នឹងលើកហេតុដែលបានមកអំពីអតីតករធោបំបែកនៅក្នុងបច្ចុប្បន្នដូច្នេះអរហង្គមួយម៉ាត់នេះជាភាសាបាលីជាអក្សរធោយល់យកប្រកបបំបែកអំពីទស្សៈឬស័ព្ទហើយនឹងពាក្យចំណែកឯសូស័កសូសៀងសំនៀងគឺប្រវេណីទំនៀមទម្លាប់បង្កប់រាប់បញ្ជាមកឲ្យមានសូដេកសូដើរសូហោះសូហើជាដើមឥឡូវនេះទូព្រះបង្គំខ្ញុំកាលណាបំបែកអំពីមគ្គធៈអាការៈទាំង32យកអក្សរអមួយជាលំនាំនៅក្នុងទំនៀមជាទម្លាប់បង្កប់រាប់បញ្ជាទៅតាមហេតុមួយនិងទទួលយកផលមួយហេតុគឺការធ្វើផលគឺការបាននៅអ្វីដែលខ្លួនបានធ្វើនៅក្នុងករណីយកិច្ចដែលបានព្រមព្រៀងនៅក្នុងហេតុទៅផលបានជាប្រយោជន៍នាំប្រយោជន៍អក្សរអនេះមួយគឺមានន័យថាវាមានទិសៈរបស់វាបើនៅក្នុងឯកតៈឯកវចនៈរបស់អក្សរសិល្ប៍លោកពោលថាសូស័ព្ទនិងសូសៀង3នេះតំណាងឲ្យពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈឬខាងសារណង្គិឆាមិធម្មសារណង្គិឆាមិសង្ឃសារណង្គិឆាមិនៅក្នុងឯកតៈឯកវចនៈព្យញ្ជនៈវិយកវចរំភពផែនដែនអវតាររក្សានៅក្នុងបតិថសារណកិច្ចឆមៈធម្មមសារណកិច្ចឆមៈសង្ឃសារណកិច្ចឆមៈដូច្នេះទូព្រមគុំខ្ញុំកណ្ណានឹងបកអំពីអតីតអក្សរអបើយើងប្រើសូវាទៅជាអក្សរអបើយើងប្រើស័ព្ទវាទៅជាអពាក្យថាអមួយម៉ាត់នេះគឺមានន័យថាវាអត់ទៅមុខវាអត់ទៅក្រោយវាជាលំនឹងជាលំនាំដែលបានឃើញយល់យកប្រកបនៅក្នុងអក្សរអដូច្នេះនៅអតីតលោកពលនៅពាក្យតែពាក្យទេគឺអក្សរអនេះបែកនៅក្នុងពិភពនៃត្រៃភពអញ្ចឹងត្រៃសូជាអតីតហាក់បីដូចជាព្រះអាទិត្យដែលបានមានពន្លឺរស្មីចែងចាំងបំភ្លឺលោកាចាចរចែងថ្លែងទៅដល់កន្លែងហេតុដែលបានពើប្រទេសនៅក្នុងថ្ងៃលិចអញ្ចឹងវាផ្លាស់ប្ដូរទៅជាព្រះអាទិត្យមកជាព្រះច័ន្ទយ៉ាងណាមិញអក្សរអនេះឯងកាលណាយើងប្រើអក្សរអវាជាពាក្យវាហៅថាពាក្យស័ព្ទដូច្នេះសូររបស់វាទៅជាអក្សរអ
ចឹងវាប្រើបានសំលេងពីរមួយគឺពុទ្ធចក្រពីរអាណាចក្រមួយពុទ្ធសករាជមួយពុទ្ធសករាជរីឯគ្រិស្តសករាជ3លំនាំដែលជាទំនៀមបង្កប់រាប់បញ្ជាទៅតាមហេតុដូច្នេះទូព្រះគុំខ្ញុំប្រកាសណាលើកអក្សរអនេះអានថាអនេះបដិបទាទៅតាមហេតុរបស់ព្យញ្ជនៈដែលមានអាការៈទាំង32របស់ព្រះចិនស្រីសេចក្តីអត់យល់យោគប្រកបអបែកនៅក្នុងបច្ចុប្បន្នកាលគឺកាលដែលបានស្គាល់នៅអក្សរធម៌យល់យោគប្រកបនៅក្នុងព្យញ្ជនៈវិអេចកវច្ចរាំងផែនដែនអវតាររក្សានៃអក្សរធម៌យល់យោគប្រកបជាប្រយោជន៍នាំមកជាបាលីភាសាចាទុកនៅក្នុងការប្រែសេចក្តីឲ្យយល់ន័យក្នុងការដឹងអំពីផលអមមនេះប្រែមកនៅក្នុងសំណេរអក្សរធម៌ប្រែពីត្រៃលក្ខណ៍មកត្រៃលោកអញ្ចឹងអក្សរធម៌គឺត្រៃលោកឲ្យអវតាររក្សាថាជាអក្សរសាស្ត្រគឺជាអក្សរអជាអក្សរព្យញ្ជនៈនៅក្នុងអក្សរធម៌បំបែកពាក្យមួយនេះបាន3គឺអរហង្គពាក្យអរហង្គនេះឯងបំបែកទៅតាមអក្សរធម៌យល់យោគប្រកបជាប្រយោជន៍នាំប្រយោគឲ្យស្គាល់អំពីស័ព្ទហើយនឹងពាក្យដូច្នេះកាលណាស័ព្ទនិងពាក្យបូកចូលគ្នាคล้ายទៅជាសូនោះមានន័យយ៉ាងដូចម្ដេចឥឡូវទូព្រះបង្គំខ្ញុំប្រកាសណានឹងបំបែកចេញអំពីសុភាវៈអក្សរធម៌ពាក្យប្រមាណម៉ាត់ពី1បែងចែកចេញជា3ពីអមកអរហង្គបំបែកទៅតាមទិសៈនៃអក្សរធម៌លោកទាំងឡាយចាំស្ដាប់ទូលព្រះបង្គំខ្ញុំម្ចាស់បង្ហាញនៅការយល់ដឹងដើម្បីឆ្លៀវឆ្លាតឆ្លៀសនៅក្នុងសុភាវៈអ្នកសិល្បៈរអហរខញ្ញចមចសៈបនិយលចបសៈកណសលអ្នកកណសសអ្នកដយមអ្នកពរពដយមអ្នកពរពតធៈដករៈពរសសតតរងៈសមតងៈតកខអយរកសសៈសតវេដលបតតកណងៈសសអ្នកអយយលរងៈធមៈអរិយពតធៈដករៈតរងៈបដតតនេះនៅក្នុងអក្សរព្យញ្ជនៈវេយកៈទាំង32ដែលបដិបទានៅផ្លូវកណ្ដាលយល់យោគប្រកបទៅតាមបាពហុបៈឯកវចនៈឲ្យនាមនៃអវតាររក្សាហៅថាបរមីឬបារមីដើម្បីឲ្យស្គាល់បរមីលុត្រាតែលោកទាំងឡាយសម្រេចនៅបារមីអញ្ចឹងបើលោកទាំងឡាយដើម្បីស្គាល់អំពីព្រះពុទ្ធសាសនាលោកទាំងឡាយត្រូវស្គាល់ឲ្យច្បាស់នៅក្នុងហេតុដែលមានប្រធានបទដែលទូលព្រះបង្គំខ្ញុំប្រកាសណាពោលអំពីអរហង្គពីមុនយើងពោលអំពីអទី1ទី2យើងបំបែកពីអមកបានជាអរហង្គជាបាលីដែលបែកចេញអំពីទិសៈដែលហៅថាស័ព្ទនិងពាក្យដើម្បីផ្គុំប្រជុំ3នៃបត្រៃរតកំណត់បាននៅក្នុងហេតុនៃការវិវត្តពោះទៅរោគអនាគតពាក្យថាអនាគតគឺការដឹងច្បាស់យល់យោគប្រកបអំពីដើមសំណេរនៃសេចក្តីផ្ដើមជាដើមបន្ទាត់រួចបង្កប់រាប់នៅក្នុងហេតុដែលជាតួសេចក្តីអត្ថយល់យោគប្រកបនៅក្នុងអត្តន័យសេចក្តីអធិប្បាយបរិយាយនៅឃ្លាបញ្ចប់ដូច្នេះមានពាក្យឃ្លាល្បះយើងយកអំពីឃ្លារួចហើយយើងបានពាក្យតែយើងនៅល្បះដើម្បីឲ្យស្គាល់នៅក្នុងឯកតឯកវចនៈអក្សរធម៌បំបែកពីបាលីមកជាសម្រាយដើម្បីយល់យោគប្រកបទៅតាមបាពហុបៈឯកវចនៈនៃព្យញ្ជនៈឲ្យច្បាស់នៅក្នុងអក្សរទេពដែលហៅថាព្រហ្មង្សិរាំងមនីទេជោតដើម្បីឲ្យคล้ายទៅជាបិតិសហកតធម្មាធម៌ដែលបានប្រកបនៅក្នុងពលឺប្រែប្រយោគមកវិញយ៉ាងដូចនេះថាអសង្វិសូលោពោសពុភៈគឺជាភាសាបាលីបំបែកអំពីមគ្គធៈដែលហៅថាអក្សរព្យញ្ជនៈទាំង33មានតួនាទីភារៈភ្នាក់ងារបំបែកចេញអំពីព្យញ្ជនៈមកស្រៈនិស័យមុននឹងបំបែកស្រៈនិស័យផ្ទៀងផ្ទាត់កំណត់បាន24តួមានន័យថាស័ព្ទហើយនឹងពាក្យដូច្នេះយើងបំបែកអំពីទិស័ព្ទដែលជាពាក្យអក្សរធម៌យល់យោគប្រកបមកជាស្រៈពេញតួដែលមាន24តួនៅក្នុងបាពហុបៈឯកវចនៈនៃបាពហុបៈជាអក្សរសាស្ត្របានដឹងច្បាស់ក្នុងសាសនាដោយមានព្រះពុទ្ធដីកាព្រះសាស្តាទ្រង់សម្ដែងទុកឲ្យមនុស្សសត្វដែលបដិបត្តិក្នុងសាសនាឲ្យយល់រឿងធម៌អាពុទ្ធដីកាទ្រង់បញ្ញាក្នុងប្រសូតអសង្វិសូលោពោសពុភៈគឺជាអតិបិសោដែលហៅថាអរហន្តទាំង9ដែលលោកបានគង់នៅក្នុងឯកតឯកវចនៈនៃព្យញ្ជនៈវេយកៈវចរាំងនៃទិសទាំង9យកប្រកបបានជាអក្សរអជាដំបូងបង្កើតនៅក្នុងអក្សរព្យញ្ជនៈ33មានន័យថាបំបែកចេញជាបាលីបាន3គឺអរហង្គនៅក្នុងអរហង្គនេះ
ទូព្រះបង្គំខ្ញុំព្រះករុណាបំបែកនៅក្នុងសូរស័ព្ទឧបសម្បទាដើម្បីឲ្យលោកទាំងឡាយច្បាស់ច្បងយល់យកប្រកបនៅក្នុងអត្តន័យសេចក្តីអធិប្បាយបរិយាយឲ្យត្រូវទៅតាមព្យញ្ជនៈវេយកៈវចរង្គភពផែនដែនអវតាររក្សាព្រះសូត្រព្រះវិន័យនិងព្រះអភិធម្មបង្គំ3នៃត្រៃរតកំណត់បានមួយគឺអក្សរព្យញ្ជនៈវេយកៈ32ការពោលនៅក្នុងពាក្យនេះគឺពោលអំពីអរហង្គមួយម៉ាត់នេះប្រែថារីខ្ញុំម្ចាស់ដូច្នេះទូព្រះបង្គំខ្ញុំព្រះករុណានឹងបំបែកពាក្យថាអរហង្គ3ពាក្យនេះដើម្បីឲ្យលោកទាំងឡាយយល់អំពីសូសៈឧបសម្បទារោខញ្ញចមួយចសបណូយលោចបសកនងសសណដយោមណូពរោពុតធោដករោទរងសមោតងកខដករោពរសសតទរងសមោតងទៅកខអយោរូកសសសតវដលបតតកនងសសនអយោយលោរងធមអរយោបតធដរតរងបដតតតអំពីទូព្រះបង្គំខ្ញុំព្រះករុណាប្រែនៅក្នុងអត្ថនៃភាសាហើយក៏ប្រែជាបច្ចុប្បន្នកាលដែលហៅថាកាលដែលលោកទាំងឡាយស្គាល់អំពីអក្សរព្យញ្ជនៈវេយកៈវចរង្គភពផែនដែនអវតាររក្សាអំពីអក្សរធម៌យល់យកប្រកបនៅក្នុងការវិវត្តដែលហៅថាស្ដាប់បាននឹងត្រូវនៅក្នុងព្យញ្ជនៈវេយកៈវចរង្គភពផែនដែនអវតាររក្សាទៅតាមលំដាប់របស់អក្សរព្យញ្ជនៈវេយកៈវចរង្គអក្សរធម៌